ប្រមួយរឿងនានពុនទ្វេនេនីតិរិឆានជាសត្វមានចិត្តស្មោះត្រង់មិនសាមយ៉ាងដូចមនុស្សកាលព្រះសម្ពុទ្ធបរមគ្រូរបស់យឿនបរិនិព្វានហើយក្នុងកាលជាខាងក្រោយមកមានសេដ្ឋីម្នាក់មានទ្រព្យ87កោដនៅក្នុងក្រុងបាតាលីបុត្រសេដ្ឋីនោះមានធីតាមួយរូបឈ្មោះពុទ្វេនីនាងមានអាយុ7ឆ្នាំមាតាបិតាស្លាប់ចោលអស់ទៅនៅតែម្នាក់ឯងជាមួយនឹងក្រុមញាតិសម្បត្តិទាំងប៉ុន្មានធ្លាក់នៅលើដៃនាងទាំងអស់ឯនាងពុទ្វេនីនោះជាស្ត្រីមានរូបល្អដូចជារូបស្រីទេពអប្សរដល់អាយុគម្រប់11ឆ្នាំពួកឥស្សរជនទាំងឡាយមានក្សត្រីនិងមន្ត្រីជាដើមតែងចំរោមដណ្ដឹងនាងតែនាងពុំព្រមយកស្វាមីឡើយព្រោះជាស្ត្រីមាននិស្ស័យខ្ពស់នាងខំតែធ្វើទានរក្សាសីលប្រព្រឹត្តសុចរិតតែម្យ៉ាងថ្ងៃមួយមានឈ្មួញសេះម្នាក់នៅក្នុងឧត្តរទិសបាននាំសេះជាច្រើនចូលទៅលក់ក្នុងក្រុងបាតាលីបុត្រទៅសំណាក់ក្នុងរោងទានរបស់នាងបានឃើញចរិយាសម្បត្តិនិងគុណសម្បត្តិរបស់នាងហើយក៏មានចិត្តបដិភ័តស្រឡាញ់ហាក់បីដូចជាធីតាបង្កើតទើបសុំនាងធ្វើជាកូនចិញ្ចឹមនាងក៏ព្រមតាមពាក្យសុំឈ្មួញសេះនោះបានឲ្យកូនសេះសន្ធវេសមួយដល់នាងក៏មានចិត្តស្រឡាញ់សេះនោះដូចជាកូនបង្កើតខំថែរក្សាដោយផ្ចិតផ្ចង់ឯសេះក៏បានស្រឡាញ់នាងវិញដូចជាម្ដាយបង្កើតថ្ងៃក្រោយនាងបានដឹងថាសេះនោះមានបាហេថេរិទ្ធច្រើនអាចហោះហើរផ្ដោអាកាសបានក៏គិតថាអញបានចិញ្ចឹមសេះនេះប្រពៃណាស់ព្រោះមានបំណងចង់ទៅថ្វាយបង្គំមហាពោធិព្រឹក្សជាយូរហើយលុះគិតដូច្នេះហើយក៏ចាត់ចែងធ្វើភូមិផ្កាមាសព្រមទាំងគ្រឿងក្រអូបផ្សេងមានក្លឹមចិន្ទិនជាដើមធ្វើហើយវៃខ្ចាប់ស្រួលបួលកាន់ដាទៅរោងសេះនិយាយប្រាប់សេះថាមនាលកូនសម្លាញ់អ្នកជូនម្ដាយទៅថ្វាយបង្គំមហាពោធិព្រឹក្សសេះឮដូច្នោះក៏ដើរចេញពីក្រោលមកឲ្យនាងឡើងជីលើខ្នងហើយហោះសំដៅទៅពោធិមណ្ឌលទៅចុះក្បែរគល់មហាពោធិព្រឹក្សដោយសន្ទូយ៉ាងរហ័សក្រៃលែងដូចជាបរោះមានកម្លាំងបត់ដុំដៃហើយលាចេញពេលនោះមានព្រះសង្ឃមួយអង្គព្រះនាមធម្មអរាតបិតព្រមទាំងព្រះសង្ឃដទៃទៀតជាបរិវារនៅថែរក្សាមហាពោធិព្រឹក្សនោះនាងពុទ្វេនីយកភូមិផ្កាមាសនិងគ្រឿងក្រអូបផ្សេងទៅបូជាមហាពោធិព្រឹក្សហើយបានប្រកាសប្រាប់ដល់ព្រះសង្ឃថាគ្រឿងសក្ការៈនេះសូមព្រះសង្ឃចាត់ចែងទុកដាក់ថែរក្សាចោះតាំងពីកាលនោះមកនាងតែងជិះសេះទៅបូជានិងបោសសម្អាតគល់មហាពោធិព្រឹក្សតែរមន់ពេលថ្ងៃមួយព្រះរាជាក្រុងបាតាលីបុត្របានជ្រាបថានាងពុទ្វេនីជិះសេះទៅថ្វាយបង្គំមហាពោធិព្រឹក្សតែរាល់ថ្ងៃដូច្នោះពេលនោះនាងពុទ្វេនីបូជាមហាពោធិព្រឹក្សហើយរៀបដំណើរនឹងត្រឡប់មកវិញព្រះធម្មវរគិតជាព្រះអរហន្តបានជ្រាបហេតុដែលអាមាត្យពូនចាំចាប់នោះទើបប្រាប់ដល់នាងពុទ្វេនីថាមនាលនាងដល់ត្រឡប់ទៅវិញចូលប្រញាប់ខ្លួនកុំប្រមាទនាងពុទ្វេនីបានទៅដល់ពាក់កណ្ដាលភ្លឺពួកអាមាត្យដែលពូនចាំចាប់នោះនាំគ្នាស្រែកសន្ធប់ឡើងសែកក៏ភ្ញាក់ហោះឡើងទៅលើអាកាសធ្លាក់នាងពុទ្វេនីពីខ្នងនាងភ័យខ្លាំងណាស់ខំស្រែកហៅសេះថាណាកូនសម្លាញ់ម្ដាយជួយម្ដាយផងសេះនោះដឹងថានាងធាក់ពីខ្នងហើយក៏ហក់ឆក់ដោយសន្ទុះយ៉ាងឆាប់រហ័សយកខ្នងទៅរងទទួលនាងឲ្យជិះដូចដើមវិញឥតឲ្យធ្លាក់ដល់ដីឡើយទើបហោះទៅគេហស្ថានរបស់ខ្លួនដោយសុវត្ថិតីតាំងពីពេលនោះមកនាងពុទ្វេនីបានចំណាយទ្រព្យចាត់ចែងទានដរាបដល់អស់87កោដលុះអស់អាយុក៏បានទៅកើតក្នុងស្ថានសួគ៌សោយទិព្វសម្បត្តិបរិបូរណ៍ដោយសុខភាពអស់កាលជាអង្វែង